អ៊ីស្រាអែលត្រូវបានទទួលស្គាល់ជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិដោយសម្លេងបោះឆ្នោតភាគច្រើននៅថ្ងៃទី11ខែឧសភាឆ្នាំ1949 អ៊ីស្រាអែលនិងសូដានីសុទ្ធតែមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក៏ប៉ុន្តែចក្រភពអង់គ្លេសបានធ្វើសកម្មភាពបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សូដានីដើម្បីជៀសវាងការធ្វើឲ្យខូចខាតដល់ប្រយោជន៍របស់អង់គ្លេសក្នុងប្រទេសអេស៊ីបក្នុងឆ្នាំដំបូងបន្ទាប់ពីការបង្កើតរដ្ឋអ៊ីស្រាអែលមកចលនាសុងដឹកនាំដោយលោកនាយករដ្ឋមន្ត្រីដាវីតប៊ែនហ្គូរីយ៉ុងបានត្រួតត្រានយោបាយរបស់អ៊ីស្រាអែលសហគមន៍សមូហភាពឬសហគមន៍កសិកម្មសមូហភាពបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតរដ្ឋថ្មីថ្មោងនេះការធ្វើអន្តរប្រវេសន៍ទៅកាន់ប្រទេសអ៊ីស្រាអែលនៅចុងទសវត្សរ៍ឆ្នាំ1940និងដើមទសវត្សរ៍ឆ្នាំ1950ត្រូវបានជួយជ្រោមជ្រែងដោយនាយកដ្ឋានអន្តរប្រវេសន៍អ៊ីស្រាអែលនិងអង្គការ Mossad Al-Jaban ដែលបានឧបត្ថម្ភដោយជំនួយមិនមែនរដ្ឋាភិបាលក្រុមទាំងពីរនេះបានសម្របសម្រួលការផ្តល់នូវភស្តុភារនិងកងទ័ពជាទៀងទាត់ដូចជាការរៀបចំមធ្យោបាយដឹកជញ្ជូនជាដើមប៉ុន្តែក្រោយមកទៀតក៏បានចូលប្រឡូកក្នុងប្រតិបត្តិការសម្ងាត់ក្នុងប្រទេសនានាជាពិសេសក្នុងមជ្ឈមបូព៌ានិងអឺរ៉ុបខាងកើតជាទីកន្លែងរបស់ជនជាតិជ្វីសដែលត្រូវបានគេជឿថាកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយការចាកចេញពីកន្លែងទាំងនោះពិបាកខ្លាំងណាស់ការធ្វើអន្តរប្រវេសន៍នេះគឺស្របតាមផែនការ1លានជនអន្តរប្រវេសន៍បានចូលដោយសារមូលហេតុខុសៗគ្នាដោយអ្នកខ្លះមានជំនឿបែបសង្ឃនិយមឬមកតាមការសន្យាចំពោះជីវិតល្អប្រសើរនៅលើទឹកដីអ៊ីស្រាអែលខណៈដែលអ្នកផ្សេងទៀតបានប្តូរលំនៅដើម្បីគេចចេញពីការគៀបសង្កត់ឬត្រូវបានបណ្តេញចេញលំហូរជនភៀសខ្លួនជ្វីសដែលរត់គេចចេញពីការសម្លាប់រង្គាលនៅអឺរ៉ុបនិងជនជាតិជ្វីសមកពីប្រទេសអារ៉ាប់និងមូស្លីមទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងកំឡុងពេល3ឆ្នាំដំបូងបានបង្កើនចំនួនជនជាតិជ្វីសទ្វេដងពី700,000នាក់ទៅ1,400,000នាក់នៅក្នុងឆ្នាំ1958ប្រជាជនអ៊ីស្រាអែលបានកើនឡើងដល់2លាននាក់នៅចន្លោះឆ្នាំ1948ដល់ឆ្នាំ1970ជនភៀសខ្លួនជ្វីសប្រហែល1,15,000នាក់បានផ្លាស់លំនៅទៅកាន់ប្រទេសអ៊ីស្រាអែលស្របពេលជាមួយគ្នានោះជនអន្តរប្រវេសន៍ថ្មីមួយចំនួនបានមកដល់ទឹកដីនេះក្នុងឋានៈជាជនភៀសខ្លួនដែលគ្មានទ្រព្យសម្បត្តិហើយត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នមានឈ្មោះថាម៉ាអាបារ៉ុតក្នុងឆ្នាំ1952មនុស្សជាង200,000នាក់បានរស់នៅក្នុងទីក្រុងដោយបោះជំរំសម្រាប់ជាទីជម្រកជនជាតិជ្វីសដែលជាប់ខ្សែស្រឡាយអឺរ៉ុបត្រូវបានគេយកចិត្តទុកដាក់ជាងជនជាតិជ្វីសដែលមកពីបណ្ដាប្រទេសប៉ែកមជ្ឈិមបូព៌ានិងប៉ែកអាហ្វ្រិកខាងជើងលំនៅឋានដែលបំរុងទុកសម្រាប់អ្នកដែលមកក្រោយនិងត្រូវបានគេរៀបចំសារជាថ្មីចំពោះអ្នកមកមុនដូច្នេះជនជាតិជ្វីសដែលទើបមកពីប្រទេសអារ៉ាប់ថ្មីជាទូទៅត្រូវស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នក្នុងរយៈពេលយូរភាពតានតឹងដែលបានកើតឡើងរវាងក្រុមទាំងពីរចំពោះការរើសអើងនៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះនៅក្នុងកំឡុងពេលនោះត្រូវបានគេស្គាល់ថាជាសម័យរដ្ឋបិទស្បៀងអាហារសម្លៀកបំពាក់និងគ្រឿងសង្ហារឹមត្រូវបានគេចែកឲ្យតាមចំនួនកំណត់សេចក្តីត្រូវការដើម្បីដោះស្រាយវិបត្តិនេះបាននាំឲ្យលោកប៊ែនហ្គូរីយ៉ុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលសំណងនឹងប្រទេសអាល្លឺម៉ង់ខាងលិចដែលបានបង្កឲ្យមានការតវ៉ាដ៏ធំមួយពីសំណាក់ពួកជ្វីសដែលមានកំហឹងចំពោះគំនិតដែលអ៊ីស្រាអែលអាចទទួលយកសំណងហិរញ្ញវត្ថុចំពោះការសម្លាប់ជនជាតិជ្វីសរង្គាលនេះបានក្នុងកំឡុងទសវត្សរ៍ឆ្នាំ1950អ៊ីស្រាអែលត្រូវបានវាយប្រហារដោយពួកប៉ាឡេស្ទីនជាញឹកញាប់ដែលប្រឆាំងជនស៊ីវិលភាគច្រើនមកពីតំបន់ហ្គាហ្សាស្ទ្រីបគ្រប់គ្រងដោយអាញាធរអេស៊ីបដែលនាំឲ្យអ៊ីស្រាអែលវាយឆ្មក់តបវិញក្នុងឆ្នាំ1956ចក្រភពអង់គ្លេសនិងបារាំងមានបំណងគ្រប់គ្រងព្រែកជីកស៊ុយអេដែលជនជាតិអេស៊ីបបានធ្វើជាតូបនីយកម្មឡើងវិញការបន្តបិទព្រែកជីកស៊ុយអេនិងច្រកសមុទ្រទីរ៉ង់ចំពោះការដឹកជញ្ជូនទំនិញរបស់អ៊ីស្រាអែលរួមនឹងការកើនឡើងនៃការវាយប្រហាររបស់ក្រុមហ្វេដាយីន
ប្រឆាំងប្រជាជនភាគខាងត្បូងរបស់អ៊ីស្រាអែលនិងសេចក្តីថ្លែងការណ៍គម្រាមកំហែងរបស់ពួកអារ៉ាប់នាពេលថ្មីៗនេះបានជំរុញឲ្យអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអេស៊ីបអ៊ីស្រាអែលបានចូលរួមសម្ព័ន្ធមិត្តសម្ងាត់រវាងចក្រភពអង់គ្លេសនិងបារាំងដោយបានវាយលុកឧបទ្វីបស៊ីណៃប៉ុន្តែត្រូវបានអង្គការសហប្រជាជាតិបង្ខំឲ្យដកទ័ពចេញព្រមជាថ្នូរនឹងការធានាសិទ្ធិដឹកជញ្ជូនរបស់អ៊ីស្រាអែលទៅសមុទ្រក្រហមតាមរយៈច្រកសមុទ្រទីរ៉ង់និងព្រែកជីកស៊ុយអេសង្គ្រាមដែលមានឈ្មោះថាវិបត្តិស៊ុយអេនាំឲ្យមានការកាត់បន្ថយការជ្រៀតចូលព្រំដែនអ៊ីស្រាអែលនៅដើមទសវត្សរ៍ឆ្នាំ1960ប្រទេសអ៊ីស្រាអែលបានចាប់ខ្លួនឧក្រិដ្ឋជនសង្គ្រាមណាស៊ីលោក Adolf Eichmann នៅក្នុងប្រទេសអាសង់ទីនហើយបាននាំខ្លួនទៅប្រទេសអ៊ីស្រាអែលដើម្បីជំនុំជម្រះក្តីការជំនុំជម្រះក្តីនេះបានធ្វើឲ្យសាធារណជនដឹងយ៉ាងច្បាស់អំពីការសម្លាប់រង្គាលជនជាតិជ្វីបរបស់ពួកណាស៊ីអាល្លឺម៉ង់ចាប់ពីឆ្នាំ1964បណ្ដាប្រទេសអារ៉ាប់មានការព្រួយបារម្ភចំពោះផែនការអ៊ីស្រាអែលដែលចង់កែប្រែទឹកដីសូដានីយកទៅប្រើប្រាស់នៅក្នុងប្រទេសអ៊ីស្រាអែលអាចទាញយកប្រភពទឹកសមុទ្រទៅបំពេញកង្វះខាតធនធានទឹកនៅក្នុងប្រទេសហើយវាជាមូលហេតុបង្កឲ្យមានភាពតានតឹងយ៉ាងខ្លាំងរវាងអ៊ីស្រាអែលព្រមទាំងស៊ីរីនិងលីបង់ផងដែរអ្នកជាតិនិយមអារ៉ាប់ដែលដឹកនាំដោយលោកប្រធានាធិបតីអេស៊ីបកាម៉ាល់អាប់ដេលណាសេបានបដិសេធមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែលហើយបានអំពាវនាវឲ្យកំទេចប្រទេសនេះក្នុងឆ្នាំ1966ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអារ៉ាប់កាន់តែអាក្រក់ឡើងរហូតបង្កឲ្យមានការប្រយុទ្ធរវាងកងកម្លាំងអ៊ីស្រាអែលនិងអារ៉ាប់